មុននឹងចូលទៅកាន់សាច់រឿងសូមអ្នកទាំងអស់គ្នាចុច like subscribe ហើយនិង comment រូបភាពដល់ admin ម្នាក់មួយផងអរគុណហើយ admin ក៏អរគុណចំពោះអ្នកដែលបានឧបត្ថម្ភមកកាន់ channel របស់ admin ទាំងចាស់ទាំងថ្មីរួមទៅមានទាំងប៉ុន្មានខែមុនទៀតតែ admin នៅភ្លេចយកមកផលអញ្ចឹងពិតជាអធិស្ឋានខ្លាំងមែនតើគឺរបៀបថា admin ទៅតែកាត់វីដេអូឲ្យបាននឹកឃើញផុសឲ្យបាននឹកឃើញអញ្ចឹងទៅចិត្តតែភ្លេចមានពិតជាអធិស្ឋានខ្លាំងមែនតើហើយក៏អរគុណចំពោះអ្នកបានឧបត្ថម្ភមកកាន់ channel របស់ admin អរគុណធំអញ្ចឹងចូលមកកាន់សាច់រឿងរបស់យើងវិញហ៊ុននិយាយថានាងដឹងថាអ្នកទាំងអស់គ្នាខ្វល់ពីនាងប៉ុន្តែនាងគ្រាន់តែចង់តបស្នងយកចិត្តទុកដាក់វិញប៉ុណ្ណោះគឺសម្រាប់សុវត្ថិភាពមនុស្សគ្រប់គ្នានៅក្នុងព្រំចចាក់ថ្មអញ្ចឹងតើលោកព្រមជួយនាងដែរទេស៊ូលេងដកដង្ហើមធំគេតបទៅវិញថាតើគេអាចបដិសេធជាមួយនឹងនាងបានដែរឬហ៊ុននិយាយថាពិតមែនឬនាងចង់ឲ្យគេតាមនិយាយជាមួយនឹងសាន់វៃអំពីកិច្ចព្រមព្រៀងមួយនេះធ្វើពុតជាលោកជាអ្នកផលិតទឹកក្រហមនោះលោកមានកម្លាំងខ្លាំងអញ្ចឹងហើយពួកគេមិនហ៊ានរញ៉េរញ៉ៃជាមួយនឹងលោកនោះទេបន្ទាប់មកពួកគេទាំងពីរនាក់ក៏បានមកជួបជាមួយនឹងសាន់វៃសួរថាតើពិតជាសុខចិត្តលក់ទឹកក្រហមនឹងមកឲ្យគេពិតមែនឬតើលោកពិតជាអាចសម្រេចចិត្តអំពីរឿងនេះបានមែនទេស៊ូលីនិយាយថាទឹកក្រហមនឹងគាត់ជាអ្នកផលិតឡើងអញ្ចឹងហើយគាត់ចង់លក់ឲ្យអ្នកណាគេក៏បានដែរហើយអ្វីដែលយើងចង់បានគឺគ្រាន់តែជារបស់សាមញ្ញមួយប៉ុណ្ណោះសាន់វៃសួរថាតើគេចង់បានអីហ៊ុននិយាយថានាងគ្រាន់តែចង់សួរសំណួរមួយប៉ុណ្ណោះសង្ឃឹមថាគេអាចឆ្លើយដោយស្មោះត្រង់នាងសួរថាតើគេគឺជាបងប្រុសរបស់បៃឌីមែនទេសាន់វៃលឺអញ្ចឹងហើយព្យាបាលខ្លាំងណាស់ធ្វើឲ្យគេនៅស្ងៀមដោយមិននិយាយអីហ៊ុននិយាយបន្តថានេះពិតជាសំខាន់ណាស់សម្រាប់បៃឌីគឺពិតជានឹកបងប្រុសរបស់គាត់ខ្លាំងណាស់សាន់វៃនិយាយទៅកាន់ស៊ូលេងថាតើគេអាចនិយាយជាមួយនឹងហ៊ុនតែពីរនាក់បានទេស៊ូលេងបដិសេធគេមិនអាចទុកនាងឲ្យនៅតែម្នាក់ឯងបានឡើយហ៊ុននិយាយថាវាមិនឯនោះទេលោកចេញសិនទៅមនុស្សគ្រប់គ្នានៅទីនេះស្គាល់ពីអត្តសញ្ញាណរបស់សាន់វៃរួចហើយគាត់ថែមទាំងក្លឹបជួយសង្គ្រោះនាងទៀតផងអញ្ចឹងហើយគឺវាមិនឯនោះទេស៊ូលេងរឹសមេឃឈើងាប់យកមកដុតគេនិយាយថានៅពេលដែលដំបងឈើនេះឆេះអស់គេនឹងត្រឡប់មកវិញបន្ទាប់ពីស៊ូលេងចេញទៅឥឡូវនេះមានតែពួកយើងពីរនាក់ប៉ុណ្ណោះនៅពេលនេះលោកអាចនិយាយបានហើយសាន់វៃនិយាយថានៅបន្តិចទៀតនេះបើសិនជានាងឃើញអីឬក៏លឺអ្វីនាងត្រូវតែសន្យានឹងខ្ញុំថានឹងមិនប្រាប់អ្នកណាផ្សេងសម្បីតែបៃឌីក៏ដោយហ៊ុនតបទៅវិញនាងសន្យាតើលោកពិតជាបងប្រុសរបស់បៃឌីពិតមែនឬសាន់វៃតបថាពិតមែនហើយគេពិតជាបងប្រុសរបស់បៃឌីពិតមែនហ៊ុននិយាយថាប៉ុន្តែបៃឌីបាននិយាយថាបងប្រុសរបស់គេបានស្លាប់យូរហើយសាន់វៃតបថានោះមិនមែនជាខ្ញុំនោះទេគេគឺជាជំនួយការរបស់ខ្ញុំបន្ទាប់ពីគាត់ស្លាប់មុខរបស់គាត់ខ្ទេចមើលមិនយល់គាត់បានស្លៀកសម្លៀកបំពាក់របស់ខ្ញុំហើយខ្លាញ់ខ្លួនជាខ្ញុំធ្វើឲ្យមនុស្សគ្រប់គ្នាគិតថាខ្ញុំបានស្លាប់ហ៊ុនសួរថាហេតុអីបានជាលោកខ្លាញ់បន្លំការស្លាប់របស់ខ្លួនឯងសាន់វៃតបថាដោយសារតែវិនឈៀនចង់សម្លាប់គេអញ្ចឹងហើយគេត្រូវតែធ្វើពុតជាស្លាប់ដើម្បីរត់គេចខ្លួនហ៊ុនលឿនអញ្ចឹងហើយនាងភ្ញាក់ផ្អើលខ្លាំងណាស់នាងនិយាយថាវិនឈៀនគាត់ហាក់ដូចជាមានជាពាក្យពេញជាមួយនឹងការស្លាប់របស់ម្ដាយលោកដែរហើយក៏បានព្យាយាមញុះញង់បញ្ហារវាងបៃឌីហើយនិងបៃលូហេតុអីបានជាគាត់ចង់ធ្វើបាបគ្រួសាររបស់លោកទាំងមូលអញ្ចឹងសាន់វៃនិយាយថាសិទ្ធិអតីតភាពរបស់ព្រះមហាក្សត្រឋានៈរបស់ប្រាសាទតែងតែខ្ពស់ជាងរាជវង្សចំនួនរវាងពួកគេកំពុងតែកាន់តែជ្រៅទៅវិនឈៀនចង់រក្សាឋានៈរបស់ខ្លួនដូច្នេះហើយខ្ញុំគឺជាព្រះអង្គម្ចាស់ដែលមិនអាចគ្រប់គ្រងបានដំបងគេដែលត្រូវបានកម្ចាត់ចេញហ៊ុនសួរថាហេតុអីបានជាលោកមិនស្វែងរកបៃឌីហើយនិងបៃលូអរិយពេលជាច្រើនឆ្នាំសម្បីតែសម្បត្តិសម្ងាត់ក៏មិនដែលផ្ញើមកសាន់វៃតបថាវាមិនមែនដោយសារតែគេមិនបានរកពួកគេនោះទេគឺដោយសារតែគេរកបៃឌីហើយនឹងបៃលូមិនឃើញហើយក៏ចាប់ដើមដោះរបាំងមុខចាញ់ឃើញស្លាកស្នាមមុខដែលគួរឲ្យខ្លាចបន្ទាប់ពីហ៊ុនឃើញមុខរបស់សាន់វៃធ្វើឲ្យនាងភ្ញាក់ផ្អើលខ្លាំងណាស់នាងគិតថាមុខរបស់គេគួរឲ្យខ្លាចខ្លាំងណាស់ស្បែកជុំវិញភ្នែកស្ទើរតែគ្មានសភាពល្អនោះទេមានតែស្លាកស្នាមដែលគួរឲ្យខ្លាចនិងគួរឲ្យស្អប់ខ្ពើមនិងរហែកជារង្វង់សាន់វៃចាប់ទាញរបាំងមុខយកមកពាក់វិញសំទោសផងដែលធ្វើឲ្យនាងខ្លាចហ៊ុនសួរថាតើមានបញ្ហាអីជាមួយនឹងមុខរបស់លោកសាន់វៃតបថាដោយសារតែគេចង់នៅរស់អញ្ចឹងហើយនេះគឺជាតម្លៃដែលគេត្រូវលះបង់ហ៊ុនក៏ថាមុខរបស់គាត់ទៅជាបែបនេះគឺប្រកាសជារងការធ្វើទារុណកម្មយ៉ាងខុសខើមិនខានសាន់វៃនិយាយថាខ្ញុំសង្ឃឹមថានាងនឹងរក្សាការសន្យារបស់នាងហើយក៏មិនប្រាប់អ្នកណាគេសម្បីតែមនុស្សជាពិសេសគឺបៃឌីប្រឡែកមកមើលស៊ូលេងដែលកំពុងតែឈរចាំហ៊ុ
ហ៊ុនពេលនៅព្រះម្ចាស់ខ្វាងបានដើរចូលមកសួរថាតើគេអាចមានពេលទំនេរមកនិយាយលេងជាមួយនឹងខ្លួននៅកន្លែងស្នាក់នៅបានទេស៊ូលេងតបយកព្រមគេគិតថាការឈរនៅខាងក្រៅបែបនេះអាចទាមទារចំណាប់អារម្មណ៍ច្រើនពេកបន្ទាប់ពីចូលមកដល់ក្នុងតង់ព្រះម្ចាស់ខ្វាងជួយឲ្យស៊ូលេងអង្គុយក៏និយាយថាគាត់បានឮជាយូរមកហើយថាម្ចាស់សម្ពន្ធស៊ូលេងធ្លាប់ធ្វើដំណើរទៅជាច្រើនកន្លែងស៊ូលេងមិនបានខ្វល់ពីអ្វីដែលព្រះម្ចាស់ខ្វាងនិយាយនោះទេគេគិតតែសម្លឹងទៅលើឈើហេតុអីបានជាវាឆេះមិនទាន់អស់ទៀតតើគេគាត់តែបន្ថែមភ្លើងដែរទេពេលនោះយីវូដើរចូលមកជាមួយនឹងទឹកនៅនឹងដៃស៊ូលេងនៅពេលដែលក្រឡេកទៅឃើញយីវូគេស្ទុះក្រកគេនិយាយថាគេនឹងចេញទៅគេមិនចង់នៅកន្លែងដដែលជាមួយនឹងមនុស្សឆ្លៃគួរឲ្យខ្ពើមនោះទេយីវូនៅពេលដែលឃើញស៊ូលេងបំរុងនឹងចេញទៅនាងព្យាយាមនិយាយទប់ស្កាត់ស៊ូលេងកុំឲ្យចេញទៅនាងពិតជាសំទោសខ្លាំងមែនទែននៅយប់នោះដែលធ្វើឲ្យលោកខឹងប៉ុន្តែនាងបានផ្លាស់ប្ដូរហើយតើលោកអាចផ្ដល់ឱកាសឲ្យនាងម្ដងទៀតបានដែរទេព្រះម្ចាស់ខ្វាងនិយាយថាអញ្ចឹងអ្នកទាំងពីរធ្លាប់ស្គាល់គ្នាពីមុនមកមែនទេយីវូបានដឹងកំហុសរបស់នាងហើយលោកម្ចាស់ស៊ូលេងលោកគួរតែលើកលែងទោសឲ្យនាងម្ដងទៅព្រះអង្គម្ចាស់ខ្វាងនិយាយថាថ្ងៃនេះយកដល់មុខរបស់គាត់តើម្ចាស់សម្ពន្ធស៊ូលេងអាចអត់ទោសឲ្យនាងផងបានទេស៊ូលេងគាត់ថាគេពិតជាមកក្រាស់ពិតមែនមិនអីនោះទេដើម្បីហ៊ុនគេយកព្រមលើកលែងទោសឲ្យម្ដងទៅចោះហើយក៏យកព្រមទទួលទឹកពីដៃរបស់យីវូយកមកផឹកបន្ទាប់ពីផឹកហើយពេលនេះគំនុំរបស់អ្នកទាំងពីរត្រូវបានដោះស្រាយរួចហើយយីវូសួរថាតើលោកគាត់យ៉ាងម៉េចដែរចំពោះរសជាតិទឹកនេះម្ចាស់សម្ពន្ធស៊ូលេងតើមានអារម្មណ៍យ៉ាងម៉េចដែរពេលនឹងស៊ូលេងចាប់ផ្ដើមមានអារម្មណ៍មិនស្រួលគេនិយាយថាតើនាងបានដាក់ថ្នាំយើងមែនទេយីវូនិយាយថាថ្នាំនេះនឹងធ្វើឲ្យសត្វឈ្មោលពេញវ័យក្តៅឆាស់ឈួររលរៀលព្រះអង្គម្ចាស់ខ្វាងស្រែកស្ដីឲ្យយីវូថាអ្នកណាគេបញ្ជាឲ្យនាងដាក់ថ្នាំលើគេយីវូសួរថាតើទ្រង់មិនចង់បានស៊ូលេងទេឬគ្រាន់តែឲ្យនាងចាក់ទឹកដូងជាមួយនឹងគាត់ហើយគាត់នឹងស្ដាប់តាមនាងគោរពតាមនាងវានឹងក្លាយជាជំនួយដ៏អស្ចារ្យសម្រាប់ទ្រង់ព្រះអង្គម្ចាស់ខ្វាងនិយាយថាតើនាងគិតថាគ្រាន់តែជាកិច្ចសន្យាដៃគូអាចធ្វើឲ្យគាត់គោរពតាមនាងមែនទេយីវូតបថាពិតមែនហើយនៅពេលដែលនាងចុះកិច្ចសន្យាជាមួយនឹងស៊ូលេងហើយក្លាយជាដៃគូរបស់គាត់ព្រះអង្គម្ចាស់ខ្វាងក៏ថាស្រីម្នាក់នេះពិតជាឆ្កួតមែនគាត់តបទៅវិញថាមិនអីនោះទេបើសិនជានៅថ្ងៃអនាគតនាងបានធ្វើកំហុសអីមួយក៏មកយំសុំអង្វរយើងឲ្យជួយឲ្យសោះគាត់គិតថានៅក្នុងករណីនេះទុកជាមេរៀនឲ្យនាងបានរៀនទៅចោះហើយក៏បានដើរចេញទៅអរស្រីអ្នកគ្នាអាចនឹងលឺសលេងកតិចមេឃឈើតូចធ្លាក់ស្លឹកឈើកតិចនេះដាក់លើពីទៅអាចទាំងជប់ខ្លោវាខ្យល់ដែលមានរត់បែបអង្គុយស្រាយក្រៅមិញស្រាយសម្រាប់តែខ្យល់ធ្លាក់កតិចមេឃឈើខ្លាំងពេករត់មកសម្រាយក្នុងអត់លឺខ្យល់ទៅលឺកតិចមេឃឈើអញ្ចឹងហើយអាចនឹងជប់សលេងកតិចមេឃឈើរឿងជប់សំឡេងខាងកតិចមេឃឈើទៅខាងចង់ចូលមកកាសាច់រឿងរបស់យើងបន្តវិញបន្ទាប់ពីព្រះអង្គម្ចាស់ខ្វាងដល់ចេញទៅយីវូចាប់ដើមដល់ចូលមករកស៊ូលេងសន្សំទាំងដែលស៊ូលេងស្រែកឲ្យនាងចេញទៅឆ្ងាយនាងនិយាយថាមុខរបស់លោកពិតជាត្រូវចិត្តខ្ញុំខ្លាំងណាស់ថ្ងៃនេះខ្ញុំត្រូវតែជោគជ័យក្នុងការដេកជាមួយនឹងលោកស៊ូលេងស្រែកកំហុកដែរយីវូនាងមិនលឺយើងនិយាយទេឬថាចេញឲ្យឆ្ងាយទៅស្រាប់តែដែរហ៊ុននិយាយជាមួយនឹងសាន់វ៉ៃចប់នាងដើរមករកមើលស៊ូលេងនាងឆ្ងល់ថាតើស៊ូលេងទៅណាបាត់ហើយសាន់វ៉ៃដល់ចូលមកនិយាយថាមនុស្សរបស់ព្រះអង្គម្ចាស់ខ្វាងបានមកប្រាប់ថាព្រះអង្គម្ចាស់ខ្វាងបានអញ្ជើញស៊ូលេងទៅតង់របស់គាត់ពេលនេះមិនទាន់ឃើញគាត់ចេញមកវិញនៅឡើយនៅមកតាំងព្រះអង្គម្ចាស់ខ្វាងនិយាមតង់និយាយថាមិនអនុញ្ញាតឲ្យអ្នកណាគេចូលនោះទេបើសិនជាគ្មានការអនុញ្ញាតពីព្រះអង្គម្ចាស់ហ៊ុននិយាយថានាងត្រូវការស៊ូលេងឆាប់ឲ្យគេចេញមកភ្លាមពេលនោះស្រាប់តែលឺសំឡេងនៅខាងក្នុងហ៊ុនសួរថាតើមានរឿងអីកើតឡើងចំពោះស៊ូលេងទៅនិយាមតង់ស្រែកថានេះមិនមានសិទ្ធិគ្រប់គ្រាន់ដើម្បីចូលតង់ឡើយហ៊ុនបានបញ្ជាឲ្យលៀនវាយនិយាមតង់ទាំងពីរនាក់នេះចេញពេលនោះចំហាយយ៉ាងខ្លាំងបានចេញពីក្នុងតង់ធ្វើឲ្យគ្រប់គ្នាភ្ជាប់ខ្លាំងណាស់តើអ្នកណាគេកំពុងតែប្រយុទ្ធគ្នានៅក្នុងតង់របស់ព្រះអង្គម្ចាស់ហ៊ុនស្ទុះរត់ចូលមកដល់ខាងក្នុងឃើញយីវូកំពុងតែដួលសន្លប់នាងគិតថាតើយីវូត្រូវបានស៊ូលេងធ្វើឲ្យសន្លប់មែនទេនាងស្ទុះរត់មករកស៊ូលេងនាងសួរថារាងកាយរបស់លោកក្តៅខ្លាំងណាស់តើពួកគេបានធ្វើអីដល់លោកប្រពន្ធសាប៉ាល់ចាញ់មកនាងពិតជាល្ងងមែនស្វាមីរបស់នាងត្រូវបានគេដាក់ថ្នាំសម្រាប់ហើយហ៊ុនលឿនអញ្ចឹងហើយភ្ញាក់ផ្អើលខ្លាំងណាស់ពេលនោះស្រាប់តែមានក្លិនអីម្យ៉ាងភាយមកប៉ះច្រមុះនាងក្រឡេកមើលយីវូតើវាគឺជាក្លិនរបស់យីវូមែនទេនាងពិតជាគ្មានភាពអៀនខ្មាស់ពិតមែនស៊ូលេងប្រាប់ឲ្យហ៊ុននាំគេត្រឡប់ទៅវិញគេមិនចង់ឲ្យនរណាគេឃើញសភាពគេបែបនេះឡើយហ៊ុនតបយកព្រមប៉ុន្តែមុននឹងទៅវិញនាងបានបញ្ជាឲ្យលៀនសម្រាប់យីវូហើយក៏មានមនុស្សចេញមកការពារយីវូប៉ុន្តែត្រូវលៀនកាត់ដាច់សានវាយក៏ស្ទុះមកការពារយីវូផងដែរគេនិយាយថាយីវូនាងនៅមានប្រយោជន៍អញ្ចឹងហើយមិនអាចសម្លាប់នាងពេល
នេះបានឡើយហ៊ុននិយាយថាចាប់បើសិនជាខ្ញុំចង់សម្លាប់នាងវិញតើលោកចង់វាប្រហារមកលើខ្ញុំមែនទេសានវ៉ៃតបទៅបីជាគេមិនបានវាប្រហារនាងក៏ដោយក៏នាងមិនអាចចាត់ចែងពីជំរំនេះបានដែរដោយសារតែទាហានរបស់ស្ដេចនៅខាងក្រៅច្រើនហ៊ុនក៏ថាតើនាងត្រូវទុកជីវិតឲ្យមនុស្សស្រីគួរឲ្យខ្ពស់ម្នាក់នេះរួចផុតមែនទេសំឡេងស៊ូលេងពីក្រោយខ្នងនិយាយថាហ៊ុនកុំតស៊ូអីគេមិនអាចទ្រាំបានទៀតនោះទេយកគេចេញពីទីនេះទៅនៅពេលដែលគេជាសះស្បើយគេនឹងត្រឡប់មកវិញដើម្បីជួយនាងសងសឹកហ៊ុនស្ទុះទៅត្រកងស៊ូលេងនាងនិយាយថាបើសិនជាលោកមិនព្រមសម្លាប់យីវូនោះទេកិច្ចព្រមព្រៀងរបស់យើងគឺត្រូវបានបញ្ចប់ព្រះអង្គម្ចាស់ខ្វាងដើរចូលមកសួរថាតើមានរឿងអីកើតឡើងសានវ៉ៃនិយាយថាព្រះអង្គម្ចាស់ខ្វាងរឿងនេះលោកមិនគួរនោះទេព្រះអង្គម្ចាស់ខ្វាងនិយាយថាលើកនេះយីវូជាអ្នកធ្វើគាត់មិនដឹងអីឡើយសានវ៉ៃដាក់ដង្ហើមថាប៉ុន្តែលោកក៏មិនគប់បណ្ដោយនឹងបែបនេះតែឥឡូវនេះក៏សម្ពុនចចោលថ្មបានផ្ដាច់ទំនាក់ទំនងជាមួយនឹងពួកយើងទាំងសងពួកយើងបានបង្កសត្រូវមួយទៀតហើយព្រះអង្គម្ចាស់ខ្វាងនិយាយថាមិនអីនោះទេបន្ទាប់ពីសង្គ្រាមចប់គាត់នឹងបញ្ជូនមនុស្សឲ្យទៅយកយីវូត្រឡប់ទៅទីក្រុងព្រះច័ន្ទងងឹតវិញភ្លាមត្រឡប់មកមើលស៊ូលេងហើយនឹងហ៊ុននៅតាមផ្លូវស៊ូលេងលោកត្រូវតែអត់ធ្មត់បន្តិចទៀតទៅដល់ផ្ទះហើយស៊ូលេងនិយាយថាគេមានអារម្មណ៍មិនស្រួលនោះទេដូចជាក្តៅចង់ឈឺអញ្ចឹងហ៊ុនលឺអញ្ចឹងហើយដកទឹកចេញពីចិញ្ចៀនលំហយកមកឲ្យស៊ូលេងផឹកប៉ុន្តែត្រូវស៊ូលេងក្រវាចេញចាប់ខ្ទប់ហ៊ុនគេនិយាយថាគេមិនចង់បានទឹកនោះតែប៉ុន្តែគេចង់បាននាងចាប់នាងថើបនាងក៏ថាស៊ូលេងគេគឺគួរឲ្យខ្លាចខ្លាំងណាស់តែគេពិតជាចង់ចាក់ទឹកដូងជាមួយនឹងនាងឥឡូវនេះពិតមែនឬស៊ូលេងនិយាយថាហ៊ុនគេពិតជាចង់បាននាងខ្លាំងណាស់គេថើបរហូតដល់ជ្រលខំមុតរបស់ហ៊ុនចាញ់ឈាមស្មារតីរបស់គេក៏ត្រឡប់មកវិញគេគិតថាតើគេអាចធ្វើរឿងបែបនេះបានយ៉ាងម៉េចប៉ុន្តែគេនៅតែបន្តសម្ដែងចាប់ខ្ទប់ហ៊ុនទៅនឹងដីគេពិតជាចូលចិត្តនាងខ្លាំងណាស់ហ៊ុនគេពិតជាចង់បាននាងឥឡូវនេះតែនាងយល់ព្រមដែរទេហ៊ុនសម្លឹងមើលរូបរាងរបស់ស៊ូលេងរូបរាងរបស់គេពិតជាទាក់ទាញនាងខ្លាំងណាស់ពេលនោះប្រពន្ធសាបើចេញមកនាងពិតជាល្ងងខ្លាំងមែនទែនគាត់តបតែផឹកឈាមរបស់នាងអំបញ្ញមិញនោះទេអញ្ចឹងហើយអត្តពលថ្នាំបានសាបហើយស៊ូលេងនៅតែបន្តសម្ដែងខ្ញុំពិតជាមានអារម្មណ៍មិនល្អនោះទេនាងគ្រាន់តែអាណិតមកខ្ញុំហើយជួយខ្ញុំផងទៅបានដែរទេហ៊ុនក៏ថាគាត់ពិតជាពូកែសម្ដែងខ្លាំងមែនទែនដូចជាអ្នកសម្ដែងអាជីពអញ្ចឹងនាងកំពុងតែមានអារម្មណ៍មិនល្អស្រាប់ផងឥឡូវនេះគាត់ថែមទាំងមកកុហកនាងថែមទៀតវាធ្វើឲ្យនាងខឹងខ្លាំងណាស់ស៊ូលេងបានសន្យាជាមួយនឹងនាងរួចហើយថានឹងមិនកុហកនាងទៀតនោះទេនាងសួរស៊ូលេងថាតើលោកពិតជាចង់បាននាងពិតមែនឬស៊ូលេងតបទៅវិញថាពិតមែនហើយគេពិតជាចង់បាននាងខ្លាំងណាស់វាពិបាកតបហ៊ុនស្ទុះឡើងអង្គុយពីលើស៊ូលេងដោះអាវក្រៅចេញនាងនិយាយថានាងមិនចូលចិត្តនៅក្រមនោះទេចាប់ហើយមួយដកកលេងល្អមើលចប់ដឹងទឹកហឹមមិននេះអើមាននឹងបាន12នាទីនឹងអធិស្ឋានផងគ្នាអានៅក្នុងពោះនេះមួយនេះវាធ្វើតុកតិចជួយចកចង់ងាប់ឯនេះតិចថាឃើញរឿង12នាទីនឹងតិចចាធ្វើងាប់ផ្លែអត់មួយផ្លែទេណាមាននិយាយខុសច្រើនដល់ខាងមែនតើអង្គុយធ្វើនឹង3ម៉ោងនេះ12នាទីនេះគ្រាន់ថ្ងៃហ្នឹងគ្រាន់12នាទីលឿនណារដង12នាទីអីហ្នឹងគឺបើមិន4ម៉ោង3ម៉ោង4ម៉ោងនឹងធ្វើរដងជួយចកគឺអង្គុយធ្វើទៅឲ្យហើយហ្នឹងចាំបានវាយូរបានជាមានអត់ងាយអង្គុយធ្វើសារឡើយអត់មានបឋមឥឡូវបឋមទៅវាធ្វើរឿងយ៉ាបែបអង្គុយទៅវាឈឺចកាឥឡូវចូលក្បាល7ខែទៅវាពិបាកជាងកាល4ខែ5ខែហ្នឹងកាលហ្នឹងអាចធ្វើបានដល់ពេលចូលក្បាល7ខែទៅអង្គុយទៅវាបើមិនចុកធុងតែក៏វាចុកតាគៀចូលចកាឈឺជំនះវាវេទនាអង្គុយយូរវាបានអញ្ចឹងអាចស្រាច់ខាងមែនតើក៏អរគុណអ្នកអរខេចំពោះការតាមដានទស្សនាវីដេអូរបស់ admin មកដល់ពេលនេះអរគុណបាទជួបគ្នាវីដេអូក្រោយ